យាយទៅអ្វីដែលពិបាកសម្រាប់ស្ត្រីនៃយើងគឺការរស់នឹកម្ហូបធ្វើមែនទេបងប្អូនចាតោះឥឡូវយើងងាកមកឆាបាយម្ដងបងប្អូនថ្ងៃនេះនឹងខ្ញុំឆាបាយសាច់គោបងប្អូនជាមួយពងទាតំណងដែរចាហើយចំណែកគ្រឿងផ្សំវិញគឺងាយទេបងប្អូនអ្វីដែលមានក្នុងទូយកមកស្លមកចាអញ្ចឹងខ្ញុំមានពងទា4គ្រាប់សាច់គោ1ខាំកន្លះមានស្ដេចគួរមានការ៉ុតហើយនិងស្លឹកខ្ទឹមបន្តិចបន្តួចផងដែរចានឹងខ្ញុំជួយមកហាន់សាច់គោហើយនឹងកាត់ច្រាមវាឲ្យម៉ត់បន្តិចដើម្បីងាយស្រួលក្នុងការឆាបងប្អូនចានៅពេលដែលនាងខ្ញុំទៅច្រាមម៉ត់ទុករួចហើយនឹងខ្ញុំទុកវាលើសិនក៏បានមកប្រឡប់ជាមួយនឹងពងទាឲ្យម៉ត់សព្វល្អអញ្ចឹងដើម្បីងាយស្រួលក្នុងពេលដែលយើងឆាទៅយើងចាក់ចូលទៅក្នុងបាយរបស់យើងងាយស្រួលអញ្ចឹងបងប្អូនរួចហើយនាងខ្ញុំក៏បានមកហាន់បន្លែតើតើបន្លែបងប្អូនហាន់មិនតាមចិត្តបងប្អូនទៅខ្ញុំចូលចិត្តញ៉ាំអាហារតូចៗអញ្ចឹងវាងាយស្រួលដល់ពេលយើងឆាទៅឆាប់ឆ្អិនអញ្ចឹងណាបងប្អូនហើយតើតើនឹងបន្លែយើងចូលចិត្តអីដាក់ហ្នឹងទៅចាខ្ញុំចាកូនខ្ញុំគាត់ញ៉ាំការ៉ុតឲ្យបានច្រើនអញ្ចឹងណាចាអញ្ចឹងនៅពេលដែលយើងហាន់បន្លែរួចហើយយើងក៏ហាន់ស្លឹកខ្ទឹមទុកជាការស្រេចជាមួយគ្នាដែរដើម្បីយើងងាយស្រួលពេលដែលយើងឆាបាយអញ្ចឹងណាកុំឲ្យបាទហាន់តាមក្រោយទៀតចាឆ្លងកាសនោះនាងខ្ញុំក៏មកដំខ្ទឹមដើម្បីយកទៅបំពងចាហើយដំរួចហើយទៅមើលបាយសិនចាបាយយើងដាំឲ្យរឿងស្រួយទៀតណាបងប្អូនចានេះឆ្អិនរួចហើយនាងខ្ញុំក៏មកបំពងខ្ទឹមណាពេលដែលខ្លាញ់ក្តៅហើយបំពងខ្ទឹមហើយដាក់នឹងទឹកត្រីតិចបងប្អូនដើម្បីឲ្យឈ្ងុយចាហើយយើងក៏ដាក់សាច់គោច្រាមរួចហើយនឹងចូលចាគោចុះចូលឡើងទៅយើងក៏ធ្វើការដាក់គ្រឿងទេសរបស់យើងចូលមានប្រេងខ្យងមានប៊ីចេងស្កររ៉ូឌីតាមចំណង់ចំណូលចិត្តរបស់យើងបងប្អូនចានៅពេលដែលសាច់យើងឆ្អិនហើយយើងធ្វើការដាក់បន្លែតែម្ដងចាគឺងាយស្រួលទេបងប្អូនឆាបាយនេះអ្នកណាក៏គេចេះដែរមែនទេចាអញ្ចឹងយើងត្រឡប់ចុះត្រឡប់ឡើងអាកន្លែងនេះបងប្អូនបន្លែរបស់ខ្ញុំមើលទៅដល់អត់តាន់ឆ្អិនដល់ខ្ញុំលួចដាក់ទឹកបន្តិចដែរចានៅពេលដែលឆ្អិនហើយយើងដាក់បាយចូលជាការស្រេចហើយបងប្អូនចាត្រឡប់បាយចុះឡើងមើលតបាយរៀងស្រួលល្មមយើងភ្លក់ល្មមឆ្ងាញ់រួចហើយយើងធ្វើការចាក់ពងទាដែលយើងកូររួចហើយហ្នឹងចាយើងចាក់វាឲ្យបានគ្រប់ជ្រុងជ្រោយទៅឲ្យវាសព្វល្អហើយធ្វើឲ្យសាច់បាយរបស់យើងហ្នឹងស្រួយទៀតនៅពេលដែលយើងចាក់ពងទាយឺតអញ្ចឹងណាតាមចន្លោះរបស់បាយហ្នឹងបងប្អូនចាធ្វើបាយយើងស្រួយចាយើងកូរត្រឡប់ចុះត្រឡប់ឡើងបាយរបស់យើងគឺឆ្អិនតែម្ដងបងប្អូននៅពេលដែលបាយឆ្អិនចាយើងធ្វើការរោយជាមួយនឹងស្លឹកខ្ទឹមរបស់យើងតែបន្តិចបន្តួចទៅគឺធ្វើឲ្យបាយរបស់យើងគឺមានរសជាតិឈ្ងុយតែម្ដងបងប្អូនចាចឹងកន្លែងនេះគឺខ្ញុំធ្វើការរោយស្លឹកខ្ទឹមណាចាអញ្ចឹងវីដេអូឆាបាយរបស់យើងមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណចំពោះការតាមដានទស្សនាតាមពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ